ជាកិច្ចចាប់ផ្ដើមនាងខ្ញុំសូមគោរពជំរាបសួរដល់គណៈកម្មការលោកគ្រូអ្នកគ្រូនិងសិស្សានុសិស្សទាំងអស់នាងខ្ញុំឈ្មោះឆិនជីនអ៊ីងជាសិស្សនៅថ្នាក់ទី11កនិងជាប្រធានក្រុមដែលមានសមាជិកទាំងអស់ចំនួន4នាក់រួមមានខ្ញុំបាទឈ្មោះហេលីហៀងជាសិស្សថ្នាក់ទី10កខ្ញុំបាទឈ្មោះហ៊ុនមេហួរជាសិស្សរៀនទី8កនាងខ្ញុំឈ្មោះណែវតីរៀនថ្នាក់ទី7កយើងខ្ញុំគឺជាសិស្សនៃសាលារៀនសវណ្ណភូមិសាខាទី36ខេត្តកំពង់ចាមថ្ងៃនេះពួកយើងមានសេចក្តីសប្បាយរីករាយក្រៃលែងដែលបានចូលរួមប្រកួតនៅបំណិនវិទ្យាសាស្ត្រ STEM ដែលផ្អែកទៅលើប្រធានបទការច្នៃរ៉ូបូតក្នុងវិស័យកសិកម្មដូចនេះថ្ងៃនេះគឺពួកយើងបានជ្រើសរើសរ៉ូបូតមួយដែលបានជួយទៅដល់ក្នុងវិស័យកសិកម្មនោះគឺម៉ាស៊ីនបូមទឹកដោយប្រើអាគុយឬសូឡាដោយការរស់នៅរបស់ប្រជាជនរាល់ថ្ងៃនេះគឺពឹងផ្អែកទៅលើកសិកម្មជាច្រើនកសិកម្មទាំងអស់នេះគឺមានដូចជាការធ្វើស្រែចម្ការផលិតផលហូបផ្លែផងដែរដោយយោងទៅតាមការធ្វើដំណាំទាំងអស់នេះគឺប្រើទៅតាមម៉ាស៊ីនដូចជាម៉ាស៊ីនបូមទឹកជាដើមថ្ងៃនេះពួកយើងបានលើកយកពីប្រធានបទមួយដែលមានចំណងជើងថាការម៉ាស៊ីនបូមទឹកដោយប្រើអាគុយឬសូឡាដោយម៉ាស៊ីនបូមទឹកប្រើអាគុយឬសូឡានេះគឺមានការប្រឈមនឹងបញ្ហាជាច្រើនដូចជាកម្លាំងចូលខ្សោយកម្លាំងវ៉លមិនគ្រប់ដូចជាការយកអាគុយឬវ៉លឬអាគុយដែលមានវ៉លមិនគ្រប់នឹងទឹកដែលយើងមានដូចនេះនាងខ្ញុំបានមុននឹងចូលទៅដល់ការបកស្រាយទាំងអស់នាងខ្ញុំបាននិយាយអំពីពាក្យមួយគឺម៉ាស៊ីនវាថ្នាក់ពាក្យជានាមយន្តគ្រឿងចក្រឧទាហរណ៍ម៉ាស៊ីនបូមទឹកម៉ាស៊ីនរថយន្តជាកិច្ចទាំងអស់នេះម៉ាស៊ីនបូមទឹកដោយប្រើអាគុយឬសូឡាគឺមានឧបករណ៍ដូចជាមានដូចជាក្បាលបូមភ្ជាប់ជាមួយនឹងម៉ូទ័រព្រមទាំងខ្សែអគ្គិសនីមាននឹងអាគុយបន្ទះសូឡាជាមួយនឹងបំពង់ធាយោកាលណាដែលយើងប្រើតាមបច្ចេកទេសស្តង់ដារនោះលទ្ធផលយើងទទួលបានអាចអនុវត្តបានជាក់ស្ដែងនៅចំណុចសំខាន់ពីរគឺទី1ប្រើម៉ាស៊ីនបូមទឹកជាមួយនឹងសូឡាតែក្នុងករណីនេះយើងមិនអាចប្រើសូឡាបានទេព្រោះខ្វះនៅកម្ដៅថ្ងៃប្រសិនបើយើងយកសូឡាតាមការពិសោធន៍ប្រសិនបើយើងយកសូឡាទៅបូមទឹកក្នុងរយៈពេល1ម៉ោងយើងអាចទទួលបានទឹកនៅចំនួន356លីត្រក្នុងករណីនេះយើងអាចប្រើជាមួយអាគុយដែលយើងអាចបូមទឹករយៈពេល1ម៉ោងបានចំនួន1818លីត្រក្នុងករណីនេះម៉ាស៊ីនបូមទឹកអាចប្រើបាន2គឺជាមួយនឹងសូឡានិងជាមួយអាគុយបន្ទាប់ពីថ្លឹងថ្លែងចេញជាលទ្ធផលយើងអាចកាត់សម្គាល់ឃើញថាការប្រើប្រាស់ម៉ាស៊ីនបូមទឹកដោយប្រើអាគុយឬក៏សូឡាមួយនេះអាចជួយកាត់បន្ថយទៅដល់កម្លាំងពលកម្មរបស់ប្រជាកសិករបានច្រើនខ្លាំងមែនទែនលើពីនេះវាក៏អាចជួយកាត់បន្ថយទៅលើចំណាយផ្សេងៗរបស់ប្រជាជនដែលគាត់ប្រកបនៅមុខរបរដាំដុះដំណាំដូចជាដំណាំស្រូវដំណាំហូបផ្លែឬក៏បន្លែបង្ការផ្សេងផងដែរហើយចំពោះទិន្នផលទៀតសោតគឺអាចទទួលបានលទ្ធផលជាទីគាប់ប្រសើរអញ្ចឹងនេះអាចសបញ្ជាក់បានឃើញថាម៉ាស៊ីនបូមទឹកមួយនេះគឺមានអត្ថប្រយោជន៍ច្រើនខ្លាំងមែនទែនសម្រាប់អ្នកដែលគាត់ប្រើប្រាស់ដោយប្រកបទៅដោយបច្ចេកវិទ្យា អ
សម្រាប់សេចក្តីមកការប្រធានបទខាងលើនេះបានបញ្ជាក់ថាការប្រើប្រាស់ម៉ាស៊ីនបំទឹកដោយប្រើថ្មឬប្រើសូឡាមានអត្ថប្រយោជន៍សំខាន់ណាស់សម្រាប់កសិករដែលបានធ្វើកសិកម្មដែលមានភាពជឿនលឿននិងច្នៃប្រឌិតខ្ពស់បើប្រៀបធៀបទៅនឹងម៉ាស៊ីនបំទឹកដែលប្រើអគ្គិសនីសាំងឬម៉ាស៊ូតវាមានតម្លៃទាបណាស់ ជាចុងក្រោយយើងខ្ញុំទាំង4នាក់សូមគោរពអរគុណទៅដល់គណៈកម្មការថ្នាក់ដឹកនាំលោកគ្រូអ្នកគ្រូនិងសិស្សសានុសិស្សទាំងអស់ហើយក៏សូមជូនពរឲ្យជួបតែអាយុវណ្ណៈសុខៈពលៈកុំបីខ្ទេចឃ្លៀងឡើយអរគុណ